bà làm ăn cái group nhưng chỉ miếng xu bà bong bò prima từ chốn bà bong co cặp nhập một tà lang nơi chúng nóจะพุ่มเหยต้อក្នុងទឹកដីស្កាត់សឹងមិនជ័យទី2ខណ្ឌមិនជ័យរាជធានីពេញដោយបាទមានបងប្អូនប្រុសម្នាក់ឈ្មោះវិទូអាយុ22បាទបានចងកបាននៅក្នុងផ្ទះឥឡូវនេះឃើញថាផ្នែកនៃជំនាញបាទសលវិច័យលោកកំពុងតែធ្វើសលច័យនៅខាងក្នុងជួយវិញហេតុការណ៍ខាងលើណាបាទបងប្អូនជីវរដ្ឋនៅចំណុចទីតាំងកន្លែងកាត់ហើយនេះគឺកំពុងតែចោមរោមមើលបាទច្រើនហើយបាទម្ដាយកំពុងតែអង្គុយបាទយំនៅមុខផ្ទះបងប្រុសត្រូវជាមិនគាត់បងមានស្គាល់ទេនេះបងប្រុសសុំសួរបន្តិចបានទេបងគាត់មានឈ្មោះអីដែរបងគាត់ឈ្មោះអីអូនឯងទៅសួរប៉ាហ្នឹងអូប៉ាគាត់នៅហ្នឹងបាទអរគុណច្រើនបាទលោកពូត្រូវជាឪពុកអូនមែនលោកពូសុំបន្តិចមកលោកពូសុំអត់ភាពបងអញ្ចឹងអូបាទឥឡូវនេះឃើញថាបាទឥឡូវនេះឃើញថាសមត្ថកិច្ចមូលដ្ឋានបាទត្រីអាជ្ញាធរលោកបានចោះមកដល់ចំណុចទីតាំងដែលផ្ទះបាទចងកហ្នឹងហើយយើងនៅទីគ្នាយើងបានចុះទទួលព័ត៌មានបានថាជាម៉ោងប៉ុន្មានបងខ្ញុំអត់ដឹងដែរបាទតែជំនាញនេះខលចៃក៏បាទកំពុងតែសល់ចៃបាននៅខាងក្នុងបាទកំពុងតែបង្កกับភ្ញាក់ផ្អើលបាទនៅចំណុចទីតាំងឥឡូវនេះឃើញថាផ្នែកជំនាញបាទនៃខលចៃបានចេញមកវិញហើយលោកពូហើយណាលោកពូណាលោកពូហើយណាលោកពូណាបាទឥឡូវនេះផ្នែកជំនាញនៃកសលវិច័យបាទលោកបានធ្វើកសលវិច័យហើយបាទហើយចំណែកឯនៅមុខផ្ទះហ្នឹងគឺមានមឈូសមានអីបាទត្រៀមហើយនៅចាំមើលតែផ្នែកជំនាញគាត់ធ្វើការរួចរាល់បកគលបាទតកឲ្យខាងសាច់ញាតិអាចនឹងយកទៅធ្វើបន់បាទនៅវត្តតាមប្រពៃណីផងដែរបាទជុំវិញដែលបង្កกับភ្ញាក់ផ្អើលមានករណីបាទចងកបាទមិនទាន់ដឹងមូលហេតុនៅឡើយទេបាទជុំវិញករណីខាងលើនេះហើយសិតតែបងប្អូនជាពលរដ្ឋបាទជុំវិញនៅចំណុចទីតាំងកន្លែងកាត់ហេតុណាហើយអត់ទាន់ដឹងថាជាករណីចងកបាទដោយខ្លួនឯងឬក៏ជាករណីអ្វីនៅឡើយទេបាទតោះតែជំនាញកសលវិច័យបាទគាត់នឹងធ្វើការតាមបច្ចេកទេសរបស់គាត់បាទផ្ទះនេះគឺផ្ទះសង្កសីបាទប្រិមិត្តបានឃើញហើយបាទផ្ទះសង្កសីហ្នឹងនៅខាងក្នុងបាទហើយសាកសពដែលចងកហ្នឹងគឺកាត់ទម្លាក់មកហើយបាទផ្នែកជំនាញខ្សលវិច័យលោកកំពុងតែធ្វើខ្សលវិច័យនៅនឹងចំណុចទីតាំងរួចរាល់ហើយបាទហើយនៅរងចាំតែផ្នែកជំនាញខ្សលវិច័យលោកនឹងធ្វើលិខិតបាទបកគលឲ្យខាងសាច់ញាតិយកទៅធ្វើបន់តាមប្រពៃណីហើយចំណាយសាកសពនៅខាងក្នុងបាទកាត់ទម្លាក់មកហើយភេទប្រុសឈ្មោះពេទូអាយុ22ឆ្នាំបាទបង្កกับភ្ញាក់ផ្អើលដល់បងប្អូនជីវរដ្ឋបាទប្រិមិត្តបានឃើញហើយទាំងចាស់ទាំងក្មេងកំពុងតែចោមរួមមើលនៅចំណុចបាទទីតាំងនៅភូមិព្រែកទាល់បាទក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យបាទរាជធានីភ្នំពេញតែម្ដងបាទជុំវិញនឹងករណីខាងលើនេះបងដឹងព័ត៌មានហ្នឹងប្រហែលជាប្រហែលម៉ោងហើយបងតាំងពីម៉ោង7អញ្ចឹងអញ្ចឹងផ្ទះហ្នឹងគាត់នៅតែម្នាក់ឯងទេគាត់អត់មានម្ដាយគាត់នៅជាមួយទេបងបាក់ទៅរកស៊ីនៅក្រៅអូទៅរកស៊ីនៅក្រៅគាត់នៅចាំផ្ទះហ្នឹងទៅបងណាហើយដល់ពេលគាត់ត្រឡប់មកពីរកស៊ីវិញមកដល់ចូលផ្ទះឃើញអញ្ចឹងបាទអូបងស្គាល់អូនប្រុសហ្នឹងអត្តចរិតគាត់យ៉ាងម៉េចដែរបងគាត់មានបញ្ហាទេអារម្មណ៍អញ្ចឹងហ៎បងណាបាទគាត់មានកូនប៉ុន្មានអ្នកបងគាត់លីវតាអញ្ចឹងចង់និយាយថាបងស្រីគាត់មានកូនប៉ុន្មានអ្នកបងមាន4នាក់កូន4នាក់ហើយនៅជាមួយគាត់រងថ្ងៃហ្នឹងទីបងគេអូនបងហើយអូនដែលចង់កូនហ្នឹងបើគេ
อะไรที่ปี ទី2 เลยปีเนี่ยเทียบ បាទបងបាទអរគុណច្រើនបងឥឡូវនេះអសពនឹងចូលទៅធ្វើបន់នៅណាបង ไม่รู้ว่าสมองยังไง អូវត្តយើងវត្តនុនមនីហ្នឹងបងចាស់នេះចាស់គាត់ហ្មងបងណាអូចាស់គាត់ជួលគេ คือที่ที่ នៅរយៈពេលនឹងបានឆ្នាំហើយបង ដូចជាយូរដែរ យូរដែរហើយណាគាត់នៅលក្ខណៈជាមួយកូនចៅគាត់គ្រួសារគាត់ ដូចដែរឃើញមានសំណោចហើយ អញ្ចឹងគាត់រងថ្ងៃគាត់នៅប្រហែលគ្រួសារនៅក្នុងផ្ទះហ្នឹង ខ្ញុំអត់ហ៊ានថាថាហ្មងគឺថា បាទតែដល់ផ្ទះហ្នឹងគាត់ជួលគេនៅរយៈពេលប្រហែលជាចូល10ឆ្នាំនៅ ហើយគឺក្រុមនឹង អាច4-5ឆ្នាំ 4-5ឆ្នាំហើយបាទបងស្រីគាត់មានប្រកបមុខរបរដែរបង គាត់អ្នករើចាយគាត់មានអីទេ គាត់អ្នករើចាយជាមួយទាំងម្ដាយជាមួយទាំងអីគាត់ហ្នឹងទៅ បាទបើសិនជាអាចសូមឲ្យសប្បុរសជនដែលមានផងតាជួយអាចជួយអ៊ុយជួយខំខំ អូដល់ថាគាត់ខ្វះខាត បាទគាត់ខ្វះខាត បាទ សូម្បីតែក្តាមជូក៏គាត់សុំទេ អូខាងសង្កាត់ ខាងនេះ ខាង សំវត្ត អូមកឈូសហ្នឹងគាត់សុំពីវត្តមក បាទ វត្តគាត់ឲ្យមកបងណាដោយសារគាត់អត់មានលទ្ធភាពទិញមកឈូស បាទគាត់មានលទ្ធភាពទេ បាទ អញ្ចឹងនៅបូជានៅធ្វើបនទៀតយើងអត់តមានលទ្ធភាពថា បាទអូបាទហើយគាត់នៅនេះរយៈពេលប្រហែលជា 4-5 ឆ្នាំហើយខ្វះខាតបាទសម្បីតែមកឈូសហ្នឹងក៏ទៅសុំពីវត្តមកដែរសុំពីវត្តមកណាបង គឺ30 ខ្ញុំសូមម្ដាយគាត់មិញថាអាយុ22ឆ្នាំដែរ 22 អ្នកស្លាប់អ្នកដែលចងកហ្នឹង បាទបាទខ្ញុំសូមម្ដាយមិញថាឈ្មោះពីទូអាយុ22ឆ្នាំហើយមកឈូសមិញសុំពីវត្តណាបង មិនគឺវត្តសបួរវត្តសបួរ អូសុំមកឈូសពីវត្តសបួរមកបាទដោយសារជីវភាពគាត់ខ្វះខាតហើយប្រកបមុខរបរជាអ្នករើអាចារ្យបាទហើយផ្ទះនេះគាត់ជួលនៅប្រហែលជា 4-5 ឆ្នាំហើយមានកូន4នាក់បាទហើយសូមចូលរួមរំលែកទុក្ខចំពោះសាច់ញាតិបាទដែលបានបាត់បង់សាច់ញាតិបាទកូនប្រុសបាទទី2បាទឥឡូវនេះឃើញថាផ្នែកជំនាញបាទនៃកសលចៃលោកកំពុងតែធ្វើកសលចៃកំណត់ហេតុនៅចំណុចបាទទីតាំងនៅភូមិព្រៃទាល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី2បាទខណ្ឌមានជ័យបាទរាជធានីភ្នំពេញបាទជំវិញនឹងករណីដែលប្អូនប្រុសម្នាក់បាទឪពុកម្ដាយគាត់មកពីរកស៊ីបើកទ្វារទៅឃើញចងកបាទនៅក្នុងផ្ទះដែលប្រក់សង្កសីហ្នឹងហើយតាមបងខាងពជាការពារគាត់ថាផ្ទះនេះគឺផ្ទះជួលគេទេបាទគាត់នៅរយៈពេលប្រហែលជាចូល 4-5 ឆ្នាំហើយបាទម្ដាយប្រកបមុខរបរជាអ្នករើចាយបាទចង្ការទៅគាត់ទៅរើជាមួយគ្នាអញ្ចឹងណាហើយដល់ពេលមកពីអស៊ីមកវិញមកបាទបើកទ្វារទៅឃើញកូនបាទចងកបាត់ទៅហើយឥឡូវនេះឃើញផ្នែកជំនាញសោចៃលោកកំពុងតែបាទធ្វើកំណត់ហេតុនៅចំណុចទីតាំងខាងលើនេះបាទបង្កកភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋបាទអ្នកភូមិមកចោមរួមមើលច្រើនមែនទែនជុំវិញនឹងករណីខាងលើនេះ